លោកស៊ីជីនពីងនិយាយថាគ្មាននរណាម្នាក់ឬប្រទេសណាមួយអាចបញ្ឈប់ការបង្រួបបង្រួមកោះតៃវ៉ាន់ចូលក្នុងប្រទេសចិនវិញបានឡើយទោះបីជាសហរដ្ឋអាមេរិកក៏ដោយថ្លែងចេញពីទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធទី31ខែធ្នូឆ្នាំ2025បន្ទាប់ពីបិទសមយុទ្ធយោធាហ៊ុមព័ទ្ធកោះតៃវ៉ាន់ដែលសមយុទ្ធយោធានោះមានឈ្មោះថាបេសកកម្មយុទ្ធធរឆ្នាំ2025លោកស៊ីជីនពីងប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ច្បាស់អំពីគោលជំហររបស់ប្រទេសចិនថាប្រទេសចិនបានអោបក្រសោបពិភពលោកដោយដៃបើកចំហហើយប្រទេសចិននឹងធ្វើការបដិញ្ញាក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ឡើងវិញដោយលោកបាននិយាយថាជនរួមជាតិនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រូវបានចងភ្ជាប់ដោយចំណងឈាមក្រាស់ជាងទឹកហើយការច្របាច់បញ្ចូលគ្នារវាងប្រទេសចិននិងកោះតៃវ៉ាន់នឹងគ្មាននរណាម្នាក់អាចបញ្ឈប់បាននោះទេបន្ថែមលើនេះពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ដែលចង់ផ្ដាច់ខ្លួនបង្កើតជារដ្ឋឯករាជ្យនេះប្រទេសចិនបានធ្វើការគំរាមទៅគ្រប់បណ្ដាប្រទេសទាំងអស់កុំឲ្យផ្គត់ផ្គង់អាវុធឬលូកដៃចូលជួយកោះតៃវ៉ាន់ឲ្យសោះបើមិនដូច្នោះទេប្រទេសចិននឹងធ្វើការគំទេចទៅលើប្រទេសនោះយ៉ាងធ្ងន់ធ្ងរទោះបីជាសហរដ្ឋអាមេរិកក៏ដោយអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ